ជាចប់តែម្ដងពលរដ្ឋសុរិន្ទនៅប្រទេសថៃកើតទុកមិនសុខចិត្តនឹងកងទ័ពថៃមិនអាចដណ្ដើមប្រាសាទតាក្របីនឹងណាត់គ្នាទាមទារយកប្រាសាទនៅថ្ងៃទី7 ខែវិច្ឆិកាខាងមុខនេះចំណេះ stand up ក៏ដូចជា page stand up យើងនឹងធ្វើការលំអិតព្រមនេះវិទ្យាប្រិមត្តក៏ដូចជាអ្នកតាមដានទៅលើព្រំដែនកម្ពុជាថៃក៏បានដឹងរួចទៅហើយថាតាក់ទងទៅនឹងកម្ពុជាថៃគឺបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមជាសាក្សីហើយប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការកែសម្រួលអាវុធនិងយុទ្ធោបករណ៍ធនធ្ងន់ជា3ដំណាក់កាលដើម្បីកសាងនៅទំនុកចិត្តលើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមកនិងស្ថិរភាពនៅតាមព្រំដែនកម្ពុជាថៃប៉ុន្តែប្រជាពលរដ្ឋថៃមួយចំនួននៅព្រំដែនកើតទុកមិនសុខចិត្តនិងស្ដីបន្ទោសទៅដល់នាយករដ្ឋមន្ត្រីរបស់ខ្លួនដែលយល់ព្រមចុះហត្ថលេខាដើម្បីសន្តិភាពទាំងដែលថៃមិនទាន់បានដណ្ដើមបានទឹកដីនិងប្រាសាទរបស់កម្ពុជាផងប្រជាពលរដ្ឋខេត្តសុរិន្ទកើតទុកមិនសុខចិត្តយ៉ាងខ្លាំងដែលកងទ័ពថៃមិនអាចដណ្ដើមប្រាសាទតាក្របីមកគ្រប់គ្រងនិងខឹងសម្បាលោកនាយករដ្ឋមន្ត្រីលោកអនុទីនឆាន់វីរៈគុលដែលនិយាយថាប្រជាពលរដ្ឋថៃល្មើសអធិបតេយ្យភាពកម្ពុជានៅតាមព្រំដែនខេត្តស្រះកែវបើចង់ឲ្យពលរដ្ឋខ្មែរចាក់ចេញពីតំបន់ភូមិជោគជ័យនិងភូមិប្រច័ន្ទគឺពលរដ្ឋថៃក៏ត្រូវរុះរើលំនៅឋានដែលសាងសង់លើទឹកដីកម្ពុជាផងដែរដើម្បីយុត្តិធម៌ទាំងសងខាងពលរដ្ឋសុរិន្ទមិនសុខចិត្តមិនព្រមដាច់ខាតហើយនឹងធ្វើគ្រប់វិធីសាស្ត្រដើម្បីដណ្ដើមបានប្រាសាទតាក្របីដោយពួកគេបានណាត់គ្នាទាមទារយកប្រាសាទនេះនៅថ្ងៃទី7 ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News កាលពីថ្ងៃទី2 ខែវិច្ឆិកាឆ្នាំ2025ដែលបានលើកឡើងថាពលរដ្ឋថៃនៅព្រំដែនជាពិសេសពលរដ្ឋសុរិន្ទមិនសុខចិត្តនិងមិនព្រមដាច់ខាតដែលកងទ័ពថៃមិនអាចដណ្ដើមយកប្រាសាទតាក្របីមកគ្រប់គ្រងនិងខឹងសម្បានាយករដ្ឋមន្ត្រីថៃដែលបាននិយាយថាពលរដ្ឋថៃល្មើសអធិបតេយ្យភាពកម្ពុជាបើទោះបីជាសុរិន្ទគឺជាអតីតខេត្តរបស់កម្ពុជាដែលត្រូវបានថៃដណ្ដើមយកទៅប៉ុន្តែពលរដ្ឋសុរិន្ទនៅគ្រប់គ្រងថៃ 100% និងញុះញង់ឲ្យកងទ័ពថៃធ្វើសង្គ្រាមដណ្ដើមប្រាសាទតាក្របីពីព្រោះបើមិនធ្វើសង្គ្រាមថៃគ្មានថ្ងៃដណ្ដើមបានប្រាសាទនោះទេពលរដ្ឋថៃដែលនៅព្រំដែនអ្នកស្រីអើយរ៉ាសាប្រាំងខុនអាយុ69ឆ្នាំសោកស្ដាយយ៉ាងខ្លាំងដែលកងទ័ពថៃមិនអាចដណ្ដើមយកប្រាសាទតាក្របីរបស់កម្ពុជានឹងកាន់តែខឹងសម្បាខ្លាំងឡើងនោះក្រោយពីនាយករដ្ឋមន្ត្រីលោកអនុទីននិយាយថាពលរដ្ឋថៃល្មើសអធិបតេយ្យភាពកម្ពុជានៅតាមព្រំដែនខេត្តស្រះកែវឲ្យចាកចេញពីទឹកដីកម្ពុជារដ្ឋាភិបាលថៃនឹងរកទីកន្លែងថ្មីឲ្យរស់នៅអ្នកដឹកនាំនិយាយបែបនេះខ្លួនមិនអាចទទួលយកបាននោះទេខណៈដែលពលរដ្ឋនៅតាមព្រំដែនផ្សេងទៀតក៏ចង់ឲ្យថៃគ្រប់គ្រងប្រាសាទតាក្របីដែរថែមទាំងបានចោទប្រកាន់មកលើកងទ័ពកម្ពុជាថាល្មើសអធិបតេយ្យភាពរបស់ថៃតែនៅថ្ងៃទី7 ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះអ្នកស្រីក៏ចង់ចូលរួមជាមួយនឹងពលរដ្ឋសុរិន្ទដែលណាត់គ្នាទាមទារប្រាសាទតាក្របីប៉ុន្តែបើមានធុរៈមិនបានទៅចូលរួមទេអ្នកស្រីនឹងទិញទឹកបរិសុទ្ធដល់ជូនឲ្យក្រុមតវ៉ាបើអនាគតកងទ័ពថៃប៉ះដង្កេចគ្នាជាមួយនឹងកងទ័ពកម្ពុជាម្ដងទៀតពលរដ្ឋសុរិន្ទនឹងរួមកម្លាំងជាមួយនឹងកងទ័ពថៃប្រឆាំងនឹងកម្ពុជាដោយស្ត្រីរូបនេះបានចោទប្រកាន់ថាកម្ពុជាពុំអាចទុកចិត្តបានទេនិងមិនអាចអនុវត្តតាមការព្រមព្រៀងព្រមទាំងផ្ដាំផ្ញើទៅនាយករដ្ឋមន្ត្រីថៃរកវិធីដណ្ដើមយកប្រាសាទតាក្របីវិញផងស្របជាមួយគ្នានោះផងដែរពលរដ្ឋថៃផ្សេងទៀតដោយបានលើកឡើងថាប្រាសាទតាក្របីគឺជារបស់ថៃប៉ុន្តែនៅពេលនេះកងទ័ពកម្ពុជាគ្រប់គ្រងដែលធ្វើឲ្យពលរដ្ឋថៃមិនបានឡើងទៅលើប្រាសាទដោយពួកគេទាមទារឲ្យរដ្ឋាភិបាលថៃទាមទារប្រាសាទតាក្របីពីកម្ពុជាពលរដ្ឋថៃម្នាក់ដែលមានឈ្មោះថាអភ័យរៈបានបង្ហោះសារនៅក្នុងបណ្ដាញសង្គមពីការប្រមូលផ្ដុំពលរដ្ឋថៃទាមទារប្រាសាទតាក្របីនៅថ្ងៃទី7 ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះដោយជួបជុំគ្នានៅសាលារៀនខុកតាខៀនព្រមទាំងមានការច្រៀងចម្រៀងស្នេហាជាតិផងដែរសូមគូបញ្ជាក់ផងដែរថាអ្នកសារព័ត៌មានថៃបានសួរនាំលោកវីរយុទ្ធរៈស៊ីនមេបញ្ជាការកងទ័ពភូមិភាគ2ពីបញ្ហាប្រាសាទតាក្របីប៉ុន្តែលោកមិនបាននិយាយអ្វីទៅកាន់អ្នកសារព័ត៌មាននោះទេភាពស្ងាត់ស្ងៀមបែបនេះធ្វើឲ្យប្រជាពលរដ្ឋថៃសន្និដ្ឋានថាលោកវីរយុទ្ធក៏មានបំណងមិនខុសពីពួកគេគ្រាន់តែមិននិយាយពីកិច្ចការកងទ័ពដែលត្រូវលាក់ការជាអធិកម្បាំងមិនឲ្យបែកធ្លាយតែប៉ុណ្ណោះបានជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះគឺសូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន